វីដេអូនេះខ្ញុំបង្ហាញជាមួយនឹងកម្មវិធីរកលុយ free ថ្មីមួយទៀតទៅកាន់បងប្អូនដែលជាកម្មវិធី mining កាក់រកបាទដូចនឹងកម្មវិធី Roblox ហើយ Roblox Fit ដែរបាទគឺវា mining កាក់រកហើយអ្នកដែលគាត់ចោះឈ្មោះដំបូងគឺកន្លែង mining នេះគឺវាអត់ទាន់ចាញ់ជារូបរាងអីទេគឺបងប្អូនអ្នកចាប់ផ្ដើម start mining វាដូចនឹងសិនបាទបញ្ចប់3ម៉ោងហ្នឹងបាទ3ម៉ោងគឺយើងចូលមកធ្វើការ click mine ម្ដងហ្នឹងគឺវានឹងឲ្យយើងឃើញចំនួនកាក់របស់យើងឯងបងប្អូនមិនបាច់ភ័យទេហើយតកតជាមួយនឹងការចោះឈ្មោះខ្ញុំនឹងបង្ហាញបងប្អូននៅពេលបន្តិចទៀតនេះបាទបងប្អូនអាចមើល link ដែលខ្ញុំដាក់ឲ្យនៅ description video អញ្ចឹងមុននឹងបង្ហាញរបៀបក្នុងការចោះឈ្មោះខ្ញុំបង្ហាញបងប្អូនតកតជាមួយនឹងការដកលុយពីកម្មវិធីអស់នឹងតិចសិនថាវាដកលឿនហើយវាដកបានពិត 100% បន្ទាប់ពីខ្ញុំដកលុយហើយខ្ញុំបង្ហាញបងប្អូនពីការចោះឈ្មោះជាមួយនឹងកម្មវិធីដើម្បីឲ្យយើង start mining រកលុយ free ជាមួយកម្មវិធីអស់នឹងគឺ easy មែនទែនដែលយើងគ្រាន់តែធ្វើការចូលមកធ្វើការ start mine រយៈពេល3ម៉ោងម្ដងហ្នឹងគឺយើងអាចរកលុយពីវាបានហើយទោះបីជាយើងធ្វើការបិទទូរស័ព្ទចោលយើងធ្វើអីក៏វានៅតែបន្តរកលុយឲ្យយើងដែរគឺវាអត់ទាមទារឲ្យយើងទៅធ្វើអីនៅលើវាទេបងប្អូនគឺស្រួលមែនតើឥឡូវនេះគឺខ្ញុំរកបានចំនួន 6.60 រកឬមួយក៏វាស្មើទៅនឹង 6.60 $6.60 សេនព្រោះតម្លៃកក់រកគឺតម្លៃវាដូចនឹងកាក់ USDT ដែរអញ្ចឹងណាមួយកាក់រកស្មើមួយ USDT អញ្ចឹងដើម្បីដកលុយយើងចុចកន្លែង get my rock នេះបងប្អូនណាបើយើងចុចកន្លែង get my rock ហ្នឹងហើយបន្ទាប់មកយើងដកទៅកាន់កាបូបលុយ NC Wallet បាទសម្រាប់បងប្អូនដែលអត់ទាន់មានកាបូបលុយ NC Wallet អាចមើលវីដេអូរបៀបបង្កើតកាបូបលុយ NC Wallet បានដែលខ្ញុំដាក់ឲ្យ link ឲ្យនៅ description video ណាបងប្អូនការដកលុយវាគឺវាប្រើកាបូបលុយ NC Wallet សម្រាប់ធ្វើការទទួលកាក់រកហ្នឹងអញ្ចឹងខ្ញុំចុច go to NC Wallet នៅកន្លែងនេះគឺយើងបំពេញ email ដែលយើងបង្កើតកាបូបលុយ NC Wallet ណាគឺយើងអត់ប្រើ address ទេយើងប្រើ email ដែលយើងបង្កើតកាបូបលុយ NC Wallet បំពេញនៅក្នុងប្រអប់ហ្នឹងហើយយើងចុចទៅលើពាក្យថា send rock ដើម្បីដកកាក់ទៅកាន់កាបូបលុយ NC Wallet របស់យើងអូខេអញ្ចឹងយើងចុច send rock មកបាទហើយយើងរងចាំបន្តិចគឺយើងទទួលបានលុយចូលទៅកាន់កាបូបលុយ NC Wallet របស់យើងតែម្ដងបាទអញ្ចឹងគឺឃើញអីបាទគឺខ្ញុំអាចដកលុយចូលបានទេបាទគឺលឿនមែនតើអញ្ចឹងខ្ញុំចូលទៅកាន់កាបូបលុយ NC Wallet របស់ខ្ញុំណាបាទអញ្ចឹងខ្ញុំវាយ password ចូលបន្តិចសិនបាទបន្ទាប់មកបងប្អូននេះគឺលឿនមែនតើណាគឺមិញខ្ញុំដកនេះឥឡូវខ្ញុំ refresh មួយនេះលុយរបស់ខ្ញុំឡើងដល់នេះកាក់រករបស់ខ្ញុំមាន 6.66 កាក់ឯងគឺចូលមកមិញនឹងបងប្អូនគឺលឿនមែនតើណាហើយនេះកន្លែងhistory ឬមួយក៏ប្រវត្តិនេះគឺកន្លែង history នេះខ្ញុំដកចូលមកមិញចាំមើលហងចាំតិចនេះបាទ 6.6 បាទកាក់រកគឺមិញនឹងឯងបងប្អូននេះម៉ោង 8:31 នាទីហ្នឹងបាទថ្ងៃទី19បាទគឺដកស្រួលហើយលឿនមែនតើកម្មវិធីអស់ហ្នឹងណាបាទអញ្ចឹងខ្ញុំ recommend បងប្អូនប្រើប្រាស់កម្មវិធីអស់ហ្នឹងព្រោះការរកលុយរបស់វាគឺវាស្រួលបាទវាអត់ពិបាកយើងចំណាយពេលត្រឹមតែ3ម៉ោងចូលមកចុច start mine ម្ដងគឺយើងអាចរកលុយពីវាបានហើយបាទគឺយើងគ្រាន់តែធ្វើបែបហ្នឹងបាទរាល់ថ្ងៃទៅបាទទោះបីយើងបិទទូរស័ព្ទឲ្យយើងទុកទូរស័ព្ទចោលក៏យើងនៅអាចទទួលបានចំណូលតិចតួចពីវាតែខ្ញុំសូមបញ្ជាក់វាអត់អាចរកបានមួយថ្ងៃរាប់$10ឬមួយក៏$10-20 $5ទេវាជាការរកលុយបែបបន្ទាប់បន្សំនៅលើទូរស័ព្ទដៃទេបងប្អូនគ្រាន់តែធ្វើការចុច start mine ទៅមួយខែយើងបាន1រៀល2រៀលឬមួយក៏កន្លះខែ1រៀល2រៀលបាទ10-20 សេនបាទទៅតាមការរករបស់យើងអញ្ចឹងទៅព្រោះវាជាការរកលុយ free ហើយក៏វាអត់រំខានការងារយើងដែរអូខេអញ្ចឹងតោះបងប្អូនទៅមើលពីរបៀបក្នុងការចុះឈ្មោះបន្តិចរបៀបក្នុងការចុះឈ្មោះបងប្អូនអាចមើល link ដែលខ្ញុំដាក់ឲ្យនៅ description video របស់ខ្ញុំចុចកន្លែង more ហ្នឹងមកបន្ទាប់មកចុច more នៅត្រង់នេះភាសាទៀតបាទបងប្អូននឹងឃើញខ្ញុំដាក់ថាចុច link ខាងក្រោមនេះដើម្បីចុះឈ្មោះ mining កាក់រកបងប្អូនអាច select ទៅលើ link ហ្នឹងមកវានាំយើងទៅធ្វើការ download កម្មវិធីហើយយើងរើស browser មួយមកអញ្ចឹងខ្ញុំរើស Chrome បន្ទាប់មកវានាំយើងមកធ្វើការ download កម្មវិធីនៅលើ App Store សម្រាប់បងប្អូនដែលគាត់ប្រើ Android វានឹង redirect បងប្អូនទៅកាន់ Play Store ដើម្បីធ្វើការតឡើងអញ្ចឹងបងប្អូន select ទៅលើ get ហ្នឹងមកដើម្បីធ្វើការតឡើងកម្មវិធីរបស់ Relax បាទ Press the earn ที่កំពុងតែធ្វើការតឡើងបងប្អូនរងចាំបន្តិចរងចាំឲ្យវាពេញហើយយើងបើកកម្មវិធីដើម្បីធ្វើការចុះឈ្មោះអូខេបន្ទាប់មកយើងធ្វើការចុចទៅលើ open ដើម្បីធ្វើការចុះឈ្មោះបងប្អូនចុច allow មួយមកបាទបន្ទាប់ពីចុច allow នៅត្រង់ចំណុចនេះគឺទាមទារបងប្អូនធ្វើការចុះឈ្មោះណាបងប្អូនអាចចុះឈ្មោះជាមួយនឹង Apple ID ឬមួយជាមួយនឹង Google account អញ្ចឹងកន្លែងនេះខ្ញុំ select ទៅលើ Google ដើម្បីធ្វើការចុះឈ្មោះបន្ទាប់នេះយើងចុចទៅលើពាក្យ continue ហើយយើងរើសជាមួយនឹង email របស់យើងមួយមកដើម្បីធ្វើការចុះឈ្មោះមួយវាអញ្ចឹងខ្ញុំ select ទៅលើ email របស់ខ្ញុំមួយ
បន្ទាប់មកយើងធ្វើការ continue បន្ទាប់មកបងប្អូនចុចទៅលើពាក្យថា allow បាទហើយយើងរងចាំបន្តិចបាទបន្ទាប់មកយើងចុចទៅលើពាក្យ next ហើយយើងចុចទៅលើពាក្យ next ហើយយើងចុច next មួយសារទៀតអូខេចុច next ទៀតបាទហើយយើងចុច complete នឹងក្រុមបាទបន្ទាប់ពីយើង select ទៅលើនឹងរួចរាល់បាទហើយកន្លែងចាប់ដើមធ្វើការ start mining គឺត្រង់ចំណុចនេះយើងចុចទៅលើពាក្យ start mining មកហើយបន្ទាប់មកចង់បងប្អូនចុចទៅលើពាក្យថា start for free ដើម្បីធ្វើការចាប់ដើមក្នុងការ mining កាក់រកបាទនេះគឺជាការចាប់ដើម mining កាក់រករបស់យើងហើយបងប្អូនអញ្ចឹងវាអត់មានអីទេគឺមានតែប៉ុណ្្នឹងទេនៃការចែកឈ្មោះនិងការចូលរួម mining កាក់រក free ពីកម្មវិធីហ្នឹងអញ្ចឹងបងប្អូនគ្រាន់តែធ្វើការ mining វាឲ្យសំកាក់នឹងក៏បានច្រើនណាបាន1កាក់2កាក់3កាក់4កាក់5កាក់គឺស្មើនឹង10កាក់ស្មើ$10 1កាក់ស្មើ$1 5កាក់ស្មើ$5អញ្ចឹងណាអញ្ចឹងបងប្អូនដែលពិបាកនឹងការដកកាក់រកយកមកចាយបងប្អូនអាចតាក់ទងមកកាន់ខ្ញុំបានខ្ញុំមានទទួលបដូរបាទហើយខ្ញុំបដូរចាប់ពី5កាក់ឡើងទៅអញ្ចឹងបងប្អូនដែលរកកាក់នឹងបានហើយចង់ដកមកចាយតាម ABA ឬវិញអីអាចតាក់ទងមកខ្ញុំណាបាទខ្ញុំមានទទួលដូរជូនបាទអត់ពិបាកទេបងប្អូនណាអញ្ចឹងសម្រាប់កម្មវិធីនេះផងដែរគឺតាក់ទងមួយនឹងការដកលុយរបស់វាគឺយើងប្រើកាបូបលុយនេះ NC Wallet ហ្នឹងសម្រាប់ធ្វើការទទួលកាក់រកហ្នឹងណាបងប្អូនអញ្ចឹងគឺយើងប្រើកាបូបលុយ NC Wallet ហ្នឹងអូខេអញ្ចឹងសម្រាប់បងប្អូនដែលអត់ទាន់មានកាបូបលុយ NC Wallet ណាខ្ញុំដាក់វីដេអូរបៀបបង្កើត NC Wallet ឲ្យនៅ description វីដេអូនេះគឺជាកាក់រកដែលខ្ញុំមាននៅក្នុងហ្នឹងគឺ 0.06 ដែរស្មើនឹង6សេនដែរបងប្អូនចាំបងប្អូនអាចទទួលកាក់រកចូលមកក្នុង NC Wallet ហ្នឹងបន្ទាប់ពីបងប្អូនមានកាក់រកនៅក្នុង NC Wallet ហ្នឹងចង់ដកចាយអីបងប្អូនអាចតាក់ទងមកដកតាមរយៈខ្ញុំបានបាទខ្ញុំមានទទួលទិញវិញតែគិតភាគរយតិចតួចបាទអត់ច្រើនទេបាទគិតតិចតួចទេអូខេបងប្អូនហើយបងប្អូនដែលចាប់អារម្មណ៍រក free អាចមើលវាលេងហើយសំវាលេងទៅហើយយ៉ាងណាមិញខ្ញុំនឹងអាប់ដេតតាក់ទងជាមួយនឹងការដកលុយពីវាបន្ថែមទៀតបាទសម្រាប់ការចុះឈ្មោះគឺមានតែប៉ុណ្្នឹងទេហើយកន្លែងនេះបងប្អូនកុំភ្លេចកន្លែងចុច connect ហ្នឹងយកឲ្យវាចាញ់ពាក្យថា relaxation ផងបាទចាញ់រូបនេះរូបក្បាលតោបែបនេះណាបាទអញ្ចឹងclimbing relaxation នេះយើងចុចលើនឹងមើលទៅនេះ energy បាទអូខេអញ្ចឹងយើងអាចបើកយកមួយណាក៏បានដែរអញ្ចឹងខ្ញុំយកកន្លែង energy បាទដើម្បីងាយស្រួលបាទនេះខ្ញុំយកកន្លែង energy ហ្នឹងបាទអញ្ចឹងបងប្អូនណាសម្រាប់វីដេអូហ្នឹងខ្ញុំក៏បញ្ចប់តែប៉ុណ្្នឹងដែរហើយស្រួលទេបងប្អូនណាគឺរយៈពេលដូចជា2-3ម៉ោងយើងចូលមកធ្វើការចុចម៉ៃម្ដងទេវាអត់ទៀមទាយើងធ្វើអីច្រើនទេបាទអូខេជួបគ្នានៅវីដេអូក្រោយទៀត